មកជួបគ្នាទៀតហើយថ្ងៃនេះខ្ញុំបានឆាឃ្លោកនៅខ្មែរខ្ញុំធ្លាប់ញ៉ាំឆាត្រាវដល់ពេលនេះណារត់ទិញបានតែឃ្លោកដល់ពេលអញ្ចឹងឆាឃ្លោកញ៉ាំร้อนពេកចង់ញ៉ាំអានេះវិញស្ងាត់ជាង
Mm.